ហើយយើងកុំអួតកុំដើរទៅអួតប្រាប់បរទេសថាខ្ញុំមានអង្គរវត្តខ្ញុំមានប្រាសាទពីអានឹងគេលឺបោយូរឆ្នាំហើយវត្ថុនោះមិនមែនយើងអ្នកធ្វើទេដូនតាយើងក៏អ្នកធ្វើតែគេចង់ឃើញថាពូជនោះសប្តាហ៍ថ្ងៃធ្វើបានអីខ្លះតែយើងរាល់ថ្ងៃមានអីអួតគេយើងមិនមានអ្វីទៅបង្ហាញគេមកពីយើងកំពុងតែនៅពុលនៅឡើយនៅពង្វេងនៅឡើយយើងស្រឡាញ់កូនចិញ្ចឹមជាងកូនបង្កើតសត្វវប្បធម៌គេដូចជា14កុម្ភៈស្អីផ្សេងចូលមកមិនទាន់មិនបានប្រហែលឆ្នាំផងចេះទាំងអស់គ្នាបាត់តែវប្បធម៌ខ្លួនឯងនៅជាមួយតាំងពីមុនខ្លួនឯងកើតទៅទៀតបែរជាមិនចេះយើងគិតយ៉ាងម៉េចហើយយើងកំពុងតែធ្វើឲ្យខ្លួនបាត់បង់នៅតម្លៃនៃអរិយធម៌ដ៏ពុះផង់របស់យើងហើយរឿងដែលយើងគួរធ្វើមានច្រើនតែយើងមិនធ្វើយើងប្រើរឿងដែលមិនចាំបាច់ធ្វើហើយយើងយកមកធ្វើក្នុងជីវិតបច្ចុប្បន្នច្រើនជាងលោកទាំងឡាយត្រូវចាំទុកណាថាជីវិតដែលញ៉ាំងខ្លួនឯងឲ្យមានសេចក្តីសុខគឺថាជីវិតអ្នកណាគេធ្វើអីបានចម្រើនគេធ្វើទៅយើងធ្វើអីបានចម្រើនយើងធ្វើនៅមកកុំទៅតិចទៀនកុំទៅឈ្នាននេះកុំទៅសំដែងការមិនពេញចិត្តជាមួយនឹងអ្នកដទៃព្រោះអំពើទាំងអស់នោះញ៉ាំងខ្លួនឲ្យបានដល់នៅសេចក្តីក្តៅក្រហាយហើយមានបាបទៀតតែរឿងដែលចាំបាច់បច្ចុប្បន្នគឺការលើកតម្កើងនៅអ្វីដែលជារបស់យើងធ្លាប់មានយើងសប្តាហ៍ថ្ងៃបោះចោលច្រើនហើយណាហើយសង្វាសន្ទិញតែកូនចិញ្ចឹមដែលគេមកផ្ញើខ្លួននឹងយើងគឺវប្បធម៌ដតីណាដែលគេមកផ្ញើខ្លួននឹងយើងហើយយើងអត់មានយកកូនបង្កើតខ្លួនឯងមកបង្ហាញឲ្យគេឃើញចេះតែយកកូនចិញ្ចឹមមកអួតគេអញ្ចឹងផលចំណេញមិនបានមកលើយើងទេសូមឲ្យយើងជួយគិតពិចារណាទាំងអស់គ្នាដើម្បីក៏លេចមកកែប្រែខ្លួនឯង